បាទសូមអនុញ្ញាតគោរពទៅដល់ពុកម៉ែមីមីងបងប្អូនទាំងអស់គ្នាជាទីគោរពហើយនឹងរាប់អានហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីនៅពុកម៉ែមីមីងបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺតើតើជាមួយនឹងស្ថានភាពនៅព្រំដែនដែលចៅសៀមវាតែងតែយកទូកងតើមកដាក់បងប្អូនទាំងគ្នាឥឡូវសូមបងប្អូនទាំងអស់គ្នាទៅតាមដានទស្សនាជាមួយនឹងអេដមីនទាំងអស់គ្នាបងប្អូនហើយកំដរថៃកំដរដល់ណាទៀតថ្ងៃហ្នឹងទៅហ៊ានខ្មែរយើងទៅច្រកថ្មដាននៅខេត្តពោធិ៍សាត់ទៅឲ្យពួក MO ថៃ MMO អ្នករលុយអនឡាញលោកចอมផ្លាំងស្អីដែលយើងស្គាល់ថាម្នាក់អីដែលជាអ្នករស៊ីនៅថៃដែលដឹកកុងតឺន័រឥឡូវកុងតឺន័រដឹកថែមមួយជាន់ទៀតអាមួយជាន់អត់ទាន់បានរើហើយឥឡូវថែមឲ្យបាន2ជាន់2ត្រួតទៀតហ្នឹងឯង26ហ្នឹងហើយនៅអង្គុយលើទូកុងតឺន័រហ្នឹងទៅចអុលបជាប្រាប់តែហ៊ានយើងជនស៊ីវិលមួយជាអ្នករស៊ី MMO អនឡាញដូចខាងអ្នកលក់លេនៅស្រុកខ្មែរមានអធិពលបជាឲ្យតែហ៊ានយើងដើរចេញឲ្យឆ្ងាយពីទូកុងតឺន័រកុំឲ្យមានបញ្ហាតើមើងងាយខ្មែរយើងប៉ុណ្ណាទៅតែហ៊ានដែលជាអ្នកការពារជាតិដែនអធិបតេយ្យកម្ពុជាឈរនៅលើដីខ្មែរដែនអធិបតេយ្យរបស់យើងត្រូវបានក្រមប្រជាពលរដ្ឋស៊ីវិលថៃម្នាក់នេះចអុលបញ្ជាដេញយើងទីណាត់ទីណែងតើយើងមានភាពអធិបតេយ្យរបស់យើងនៅកន្លែងណាបងប្អូនយើងឲ្យពួកនេះធ្វើអីហើយយើងនៅលេងលបែងថៃដល់ណាទៀតយើងនៅទៅដើរឈរថតរូបស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អបានត្រឹមរូបថតនឹងដល់ពេលណាឲ្យគេមើលងាយយើងដល់ណាទៀតបានហើយយើងទៅបាញ់ថ្នាំស្អីអាទូនឹងទូចោលទេហើយយើងទៅថតវីដេអូយើងទៅមើលទូនឹងយើងមើលមកជីវិតយើងទៀតក៏ទូនឹងតិចទៀតឡើងដល់កប់ពពកហើយវាអត់បានប្រយោជន៍អីទេព្រោះអីថៃគេអត់មានមកស្ដាប់យើងទៅមើលទូនឹងទេគឺថៃខ្លាចតែតុលាការយុតិធធអន្តរជាតិនិងយន្តការដែលយើងអត់ធ្វើហើយទៅយើងនៅលេងលបែងថៃឲ្យថៃមើងងាយយើងមើងងាយដល់ទាហានយើងទៀតទាហានយើងចោះហ្នឹងទៅដើម្បីការពារដែនអធិបតេយ្យរបស់យើងប៉ុន្តែត្រូវបានគេមកស្ដីច្រាស់ឆ្អេះឲ្យយើងដើរចេញពីកន្លែងដីអធិបតេយ្យរបស់យើងមើលទៅក្នុងនេះគឺរកម្មចិត្តណាស់បងប្អូនខ្ញុំថាល្មមបានហើយកុំទៅលេងលបែងរបស់ថៃអីទៀតគេចរចាមិនចរចាកុំខ្វល់រឿងគេទៀតបានហើយគឺមានតែប្តឹងទៅឲ្យយន្តការតុលាការអន្តរជាតិគេដោះស្រាយទៅហើយសម្ដាក់ចេញគោលការណ៍ហ្នឹងកំណត់ឲ្យថៃចូលមកក្នុងការអនុវត្តអីកិច្ចព្រមព្រៀងបាត់ជប់បាញ់ស្អីវិញអីយ៉ាងម៉េចគឺមានតែយន្តការខាងលើទេព្រោះម្ដងនេះគឺថៃគឺគ្រប់ហេដ្ឋារចនាសម្ព័ន្ធគឺអត់ថយក្រោយទេគឺយកដីខ្មែរឲ្យខាងតែបានហើយបើខ្មែរធ្វើដូច្នេះអត់បានដីមកវិញទេហើយខ្ញុំបានប្រាប់បងប្អូនថាខ្ញុំស្ទើរតែហ៊ានដាក់ជីវិតបើធ្វើដូចយើងបែបនេះអត់បានដីមកវិញទេតែបើយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិខ្ញុំជឿជាក់ 100% ថាយើងនឹងបានដីរបស់យើងវិញប៉ុន្តែសួរថាអញ្ចឹងនឹងឆ្លោះគ្នាយ៉ាងម៉េចទៀតវាអត់ជៀសផុតទេបើធ្វើដូច្នេះទេដែលអាចនឹងឆ្លោះគ្នាខ្លាំងតែបើប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឆ្លោះគ្នាយ៉ាងណាឲ្យតុលាការគេកាត់ទៅយើងទៅឈឺក្បាលអីខ្លាំងមកម្ល៉េះអញ្ចឹងមានតុលាការយុត្តិធម៌អន្តរជាតិនឹងមកធ្វើអីយើងជាសមាជិកយើងអីយើងអត់ឲ្យតុលាការធ្វើការយើងមកដឹកដៃជាមួយចោលជាមួយដែលគេលែងស្ដាប់យើងហើយយើងនឹងអោបជើងជន់រំលោភរបស់យើងអង្វរគេដល់ណាទៀតយើងវាអស់ហើយយើងវាបាក់ស្បាតយើងវាគេមើងងាយយើងសពបែបយ៉ាងហើយតើយើងឲ្យគេមើងងាយយើងដល់ណាទៀតអស់ហើយយើងនៅតែស្អំចិត្តប្រជាពលរដ្ឋថាយើងនៅតែតវ៉ាយើងនៅតែប្រើយន្តការយើងនៅគោរពបាត់ឈុតបាញ់យើងគោរពអីបើថៃគេថាយើងអត់គោរពផងយើងនៅគោរពដល់ណាទៀតនៅពេលដែលអាមេរិកដូណាល់ត្រាំនេះថាយើងគឺសុទ្ធតែជាក្រុមចម្បាំងស្មោកគ្រោកទាំងពីរនាក់នេះអត់មានអ្នកណាគេមកគ្រប់គ្រងខ្មែរទេគេថាយើងស្មោកគ្រោកទាំងពីរនាក់ប៉ុន្តែគេថាថៃការពារសន្តិភាពថៃបានសរសើរពីរឿងជួយសម្របសម្រួលឲ្យមានសន្តិភាពក្នុងតំបន់អាមេរិកជួយថៃរហូតជួយកភ្លើងជួយលុយឥឡូវហ្នឹងយកកប៉ាល់ចម្បាំងចុះចតនៅកំពង់ផែថៃទៀតតើយើងនៅអបជើងថៃដល់ប៉ុណ្ណាទៀតខ្ញុំអត់យល់យើងមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីកិត្តិយសរបស់ខ្មែរយើងលែងចោចែកយើងលែងចែកនិយាយទៅយើងអត់មានរឿងស្អីត្រូវចែកចោចាជាមួយថៃអីទៀតផងទេព្រំដែនបិទរហូតដល់ប្រហែលខែយើងអត់បានអត់ទៅហេតុអីបានជាងទៅសុំបាយថៃញ៉ាំខ្ញុំកំពុងតែឆ្ងល់ហេតុអីបានជាយើងទៅសុំដង្ហើមថៃដកនៅហ្នឹងហេតុអីបានជាយើងធ្វើឲ្យយើងទុនខ្សោយហើយនៅយើងប្រាប់ថាយើងខ្លាំងយើងនឹងវល់គេគ្រប់ម៉ាត់យើងចង់ប្រាប់ឲ្យអន្តរជាតិជឿយើងថាយើងជាជាតិសាសន៍ថ្លៃធ្នូយើងប្រើយន្តការទូតយើងប្រើអហិង្សាអន្តរជាតិណាគេឈឺក្បាលនឹងយើងបើអន្តរជាតិគេឈឺក្បាលយើងយូរគេថ្កោលទោសថៃយូរហើយគេដែលថ្កោលទោសថៃសំបីតែម្ដងប៉ុណ្ណឹងដោយសារយើងធ្វើឲ្យរបៀបដឹកនាំរដ្ឋយើងហ្នឹងគឺយើងខូចអស់ហើយដូច្នេះកុំឲ្យទៅជឿថាអូអ្វីដែលយើងធ្វើនឹងត្រូវវាអត់ត្រូវទេបើត្រូវបានផលហើយថៃគេស្ដាប់យើងថៃមានស្ដាប់ឯណាឥឡូវមិនត្រឹមស្ដាប់មកចង់លុប MOU ចោលទៀតចង់យកអា45ដាច់ភឹងទីតាំងហ្នឹងហើយយើងនៅតែអូយើងនឹងមិនបោះបង់ចោលការទៀមទាយើងមិនបោះតែវាអង្កលបានដាក់ប្តឹងទៀមទាខ្ញុំកំពុងតែឆ្ងល់មិនបោះបង់ក៏ឲ្យចោះល្អហើយក៏តែយើងត្រូវដាក់ប្តឹងឥឡូវយើងតទៅទៀតបងប្អូនខ្ញុំនិយាយស្លាប់ខ្លួនទៀតក៏កាប់សឹកមកតំណចាញ់តែពួកកបៃប៉ុន្តែខ្ញុំអត់ជុំព្រោះខ្ញុំនៅតែគិតថាជាភារកិច្ចរបស់ខ្មែរគ្រប់រូបកុំសួរថាជាតិសាសន៍នេះធ្វើអីឲ្យយើងបានតើយើងម្នាក់ជួយធ្វើអីដើម្បីជាតិសាសន៍នេះចង់ឌៀលខ្ញុំថាខ្ញុំនឹងរករឿងរដ្ឋាភិបាលខ្ញុំនឹងក្បត់ជាតិឌៀលចាស់អស់លោកនឹងទទួលកម្មពីវរិយធ្លាក់នរុអវជ័យខ្លួនលោកទេព្រោះអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់បានដីខ្មែររបស់យើងមកខ្មែរវិញហ
ហើយដីខ្មែរបានមកខ្មែរមិញមិនមែនធ្វើតាមរបៀបទៅអោបជើងថៃដែលគេរំលោភយើងគេទាត់យើងហើយយើងដើរអូសយើងទៅអោបជើងគេមើងងាយទៅហ៊ានយើងគេយកបន្លាលួសមកគេចអុលឲ្យយើងដេញយើងប្រផាត់ប្រភេងចេញពីដីយើងរាល់ថ្ងៃទុកក្រំគ្រាផ្លូវចិត្តរាល់ថ្ងៃហើយយើងនៅតែអត់អីទេយើងអហិង្សាយើងអីខ្ញុំមានដែរទៅលើកទឹកចិត្តឲ្យទៅបាញ់គ្នាទៀតឯណាខ្ញុំថាស្ងប់ហ្នឹងល្អហើយប៉ុន្តែស្ងប់នៅពេលដែលមនុស្សខូចអញ្ចឹងយើងត្រូវប្តឹងគេទៅយន្តការដែលមានស្រាប់ហ្នឹងហើយពុកម៉ែមានបងប្អូនទាំងអស់គ្នាអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះតែត្រង់ចំណុចមួយដែលសៀមវាបានយកទូកុងតឺន័រមកដាក់ថែមបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ admin គឺក្នុងនាម admin ជាកូនខ្មែរបាទមួយរូបដែរគឺជិះចាប់ខ្លាំងមែនទែននៅពេលដែលឃើញទង្វើរបស់ខាងចៅសៀមដែលវាបានមើងងាយមកលើបងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសគឺវាបានមាក់ងាយទៅលើបងប្រជាកងទ័ពដែលនៅជាប់នឹងព្រំដែនបងប្អូនទាំងនេះគឺមានអារម្មណ៍ថាឈឺចាប់មែនទែនបងប្អូនទាំងនេះហើយតែអាណិតសង្វេគទៅទៀតគឺតើទៅជាមួយនឹងពុកម៉ែមានបងប្អូនជាពិសេសបាទលោកអ៊ំនិយាយថាចាស់ហើយនឹងមេទូចដែលជាអ្នកភាសាបងប្អូនទាំងគ្នាគឺវាពិបាកបងប្អូនទាំងគ្នាយើងធ្លាប់តែមានជាងហៅថាផ្ទះទីកន្លែងដែលរស់នៅមានក្តីសុខតែយើងធ្លាប់កសាងវាមុនមកត្រូវបានពូវាបំផ្លិចបំផ្លាញហើយត្រូវបង្ខំចិត្តហើយក៏ត្រូវទៅនៅទីតាំងផ្សេងដូចជាការចាប់ដើមជាថ្មីបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងមេរៀនមួយនេះសង្ឃឹមថាកូនខ្មែរគ្រប់រូបនឹងចងចាំហើយវាក៏ជាប្រវត្តិសាស្ត្រមួយសម្រាប់ខ្មែរយើងដែលចៅសៀមបានធ្វើសង្គ្រាមឈានពានយកទឹកដីយើងថែមបន្តទៅទៀតបងប្អូនទាំងគ្នាហ្នឹងហើយលើសូមបងប្អូនទៅតាមដានទស្សនាជាមួយនឹង admin បន្តទៀតបងប្អូនណាអន្តរជាតិមានស្រាប់គណៈកម្មការមេធាវីអីលើសូវបង្កើតតាំងពីខែមិថុនាឥឡូវជិតដល់មិថុនាវិញមួយឆ្នាំអត់ដឹងមានព័ត៌មានអីសោះដឹងក៏មិនប្តឹងស្រាវជ្រាវឯកសារបានប៉ុណ្ណាក៏មិនប្រាប់ប្រជាពលរដ្ឋដាក់ប្តឹងអីក៏មិនដឹងហើយនៅចាំរដ្ឋាភិបាលថៃគេបង្កើតមកដើម្បីឲ្យមកវាស់វែងអត់បានវាស់វែងគេទៅចែកដីនៅភូមិជោគជ័យទៅទៀតពងសង្ឃឹមថាគេវាស់វែងឲ្យខ្មែរគេវាស់វែងតែគ្នាគេចែកទៅប្រជាពលរដ្ឋថៃហើយយើងនៅចាំអីទៀតខ្ញុំពងតែឆ្ងល់និយាយទៅហើយថាទៅថាខ្ញុំនឹងញុះញង់ថាទៅខ្ញុំមិនមានវិបដិសារីសូម្បីតែប៉ុនសរសៃសក់នៅក្នុងការស្រែកឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះខ្ញុំស្រែកដរាបណាខ្ញុំនៅមានដង្ហើមដកហើយបើរដ្ឋាភិបាលអត់ប្តឹងខ្ញុំនៅតែស្រែកអញ្ចឹងរាល់ថ្ងៃហើយជេទៅជេខ្ញុំទៅអត់អីទេខ្ញុំទទួលយកទាំងអស់ព្រោះខ្ញុំចង់បានដីខ្មែរមកវិញតែប៉ុណ្្នឹងតែរដ្ឋាភិបាលគេថាគេធ្វើសម្ដែងបានដីមកវិញតែខ្ញុំមើលទៅគឺថាសូន្យហើយបើធ្វើតែសម្ដែងគឺសូន្យថៃនឹងប្រឡាប់ហើយពង្រឹងសភាវុធគេកាន់តែខ្លាំងយើងនឹងទៅផេះហើយអំបិលហើយនៅបងប្អូនទាំងគ្នាចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែលចង់ចែកម្លែកទៅកាន់ពុកម៉ែមានបងប្អូនទាំងគ្នាទៅជាដំណឹងហើយយើងក៏សង្ឃឹមថាយើងជួបគ្នានៅវីដេអូថ្មីៗក្រោយទៀតបាទជាចុងក្រោយសូមអរគុណសូមគោរពលា